តើអចលនទ្រព្យជាអ្វីអចលនទ្រព្យគឺជាវិស័យដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់គ្រប់ប្រទេសព្រោះវាមានឥទ្ធិពលទៅលើការរស់នៅការធ្វើការវិនិយោគនិងការធ្វើអាជីវកម្មរបស់មនុស្សប៉ុន្តែយើងមានន័យដូចម្តេចនៅពេលដែលនិយាយអំពីអចលនទ្រព្យនិយមន័យនៃអចលនទ្រព្យនិយាយឲ្យសាមញ្ញអចលនទ្រព្យសំដៅលើដីនិងអ្វីៗដែលត្រូវបានសាងសង់ឬភ្ជាប់ជាអចិន្ត្រៃយ៍នៅលើដីនោះវារួមមានផ្ទះអគារអាផាតមិនការិយាល័យរោងចក្រហាងនិងសំណង់អចិន្ត្រៃយ៍ផ្សេងៗវាក៏អាចរួមបញ្ចូលធនធានធម្មជាតិដែលពាក់ព័ន្ធនឹងដីដូចជាទឹកដើមឈើរ៉ែនិងធនធានធម្មជាតិផ្សេងៗទៀតដូច្នេះនៅពេលដែលយើងទិញឬលក់ផ្ទះអគារឬដីមួយកន្លែងនោះគឺជាផ្នែកមួយនៃប្រតិបត្តិការអចលនទ្រព្យអចលនទ្រព្យនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនយើងក៏ត្រូវយល់ពីភាពខុសគ្នារវាងអចលនទ្រព្យនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទ្រព្យសម្បត្តិផ្ទាល់ខ្លួនគឺជាវត្ថុដែលអាចផ្លាស់ទីបានដូចជារថយន្តគ្រឿងសង្ហារិមឧបករណ៍សម្លៀកបំពាក់និងសម្ភារៈផ្សេងៗចំណែកអចលនទ្រព្យគឺជាទ្រព្យដែលត្រូវបានភ្ជាប់ជាអចិន្ត្រៃយ៍ទៅនឹងដីភាពខុសគ្នានេះមានសារៈសំខាន់ខ្លាំងសម្រាប់កម្មសិទ្ធិការវិនិយោគពន្ធនិងប្រតិបត្តិការផ្លូវច្បាប់ប្រភេទទី1គឺអចលនទ្រព្យលំនៅឋានវាសំដៅលើអចលនទ្រព្យដែលប្រើប្រាស់សម្រាប់មនុស្សរស់នៅឧទាហរណ៍មានដូចជាផ្ទះឯកជនអាផាតមិនខុនដូផ្ទះល្វែងវីឡាផ្ទះភ្លោះនិងគម្រោងលំនៅឋានផ្សេងៗអចលនទ្រព្យទាំងនេះអាចត្រូវបានទិញសម្រាប់រស់នៅផ្ទាល់ជួលឲ្យអ្នកដទៃឬទិញទុកជាការវិនិយោគរយៈពេលវែងអចលនទ្រព្យលំនៅឋានគឺជាផ្នែកដ៏ធំបំផុតមួយនៃទីផ្សារអចលនទ្រព្យប្រភេទទី2គឺអចលនទ្រព្យពាណិជ្ជកម្មអចលនទ្រព្យប្រភេទនេះត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់សកម្មភាពអាជីវកម្មឧទាហរណ៍មានការិយាល័យហាងលក់ទំនិញផ្សារទំនើបភោជនីយដ្ឋានសន្តាគារនិងអគារសម្រាប់អាជីវកម្មផ្សេងៗអចលនទ្រព្យពាណិជ្ជកម្មអាចផ្ដល់ឱកាសវិនិយោគដ៏ល្អប៉ុន្តែវាត្រូវការទុនខ្ពស់ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈនិងការសិក្សាទីផ្សារយ៉ាងច្បាស់លាស់ប្រភេទទី3គឺអចលនទ្រព្យឧស្សាហកម្មវារួមមានរោងចក្រឃ្លាំងមជ្ឈមណ្ឌលដឹកជញ្ជូនឃ្លាំងស្តុកទំនិញមជ្ឈមណ្ឌលចែកចាយនិងទីតាំងសម្រាប់ផលិតកម្មឬស្រាវជ្រាវអចលនទ្រព្យឧស្សាហកម្មមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រវិស័យផលិតកម្មពាណិជ្ជកម្មអន្តរជាតិប្រព័ន្ធផ្គត់ផ្គង់និងការអភិវឌ្ឍសេដ្ឋកិច្ចប្រភេទមួយទៀតគឺអចលនទ្រព្យដែលបង្កើតឡើងសម្រាប់គោលបំណងពិសេសវាជាអចលនទ្រព្យដែលត្រូវបានអភិវឌ្ឍសម្រាប់ការប្រើប្រាស់ជាក់លាក់ឧទាហរណ៍មានសាលារៀនសាកលវិទ្យាល័យមន្ទីរពេទ្យអគារសាសនាអគាររដ្ឋបណ្ណាល័យកន្លែងកីឡាសារមន្ទីរសួនកម្សាន្តនិងទីលានវាយកូនហ្គោលដោយសារតែមានការប្រើប្រាស់ពិសេសការអភិវឌ្ឍនិងការវាយតម្លៃរបស់អចលនទ្រព្យប្រភេទនេះអាចខុសពីអចលនទ្រព្យទូទៅប្រភេទទី5គឺដីធ្លីវាអាចរួមមានដីកសិកម្មដីស្រែដីទំនេរដីមិនទាន់អភិវឌ្ឍឬដីដែលទិញទុកសម្រាប់អភិវឌ្ឍនៅពេលអនាគតសម្រាប់អ្នកអភិវឌ្ឍនិងវិនិយោគិនដីមានសារៈសំខាន់ខ្លាំងព្រោះគ្រប់គម្រោងអចលនទ្រព្យទាំងអស់ចាប់ផ្ដើមពីទីតាំងត្រឹមត្រូវនិងដីដែលមានសក្តានុពលអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាចុងក្រោយប្រតិបត្តិការអចលនទ្រព្យជាទូទៅត្រូវការចូលរួមពីភ្នាក់ងារឈ្មួញកណ្ដាលអ្នកអភិវឌ្ឍអ្នកវិតម្លៃអ្នកប្រឹក្សានិងអ្នកគ្រប់គ្រងអចលនទ្រព្យភាពជោគជ័យក្នុងវិស័យអចលនទ្រព្យមិនមែនគ្រាន់តែជាការទិញនិងលក់ទ្រព្យសម្បត្តិប៉ុណ្ណោះទេវាគឺជាការយល់ដឹងអំពីទីតាំងតម្រូវការទីផ្សារតម្លៃសក្តានុពលអភិវឌ្ឍការវិនិយោគនិងឱកាសរយៈពេលវែងនេះហើយគឺជាពិភពនៃអចលនទ្រព្យ